ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី27ខែមិថុនាឆ្នាំ2025បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅឱសថដែលមានឈ្មោះថាកាបូតេក្រាវីដែលជាប្រភេទឱសថចាក់មានសកម្មភាពយូរសម្រាប់បង្ការមុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ដែលហៅកាត់ថា KEPRIP តាមក្រសួងសុខាភិបាលនេះគឺជាការផ្ដល់ជម្រើសថ្មីមួយសម្រាប់ប្រជាជនដែលមានការប្រឈមមុខដើម្បីជ្រើសរើសក្នុងការបង្ការខ្លួនពីការឆ្លងមេរោគអេដស៍ឲ្យកាន់តែមានប្រសិទ្ធភាពតាមសំណេរនៅលើទំព័រ Facebook របស់ក្រសួងសុខាភិបាលបានបញ្ជាក់ថាឱសថ KEPRIP នេះត្រូវបានចាក់ជារៀងរាល់2ខែម្ដងនិងមានប្រសិទ្ធភាពខ្ពស់រហូតដល់ 95% ក្នុងការបង្ការមេរោគអេដស៍ឱសថ KEPRIP នេះគឺជាជម្រើសមួយងាយស្រួលនិងមានឯកជនភាពបន្ថែមពីលើជម្រើសឱសថ PrEP ដែលសម្រាប់តែលេបក្រសួងសុខាភិបាលបានបញ្ជាក់បន្ថែមថាការដាក់ឲ្យប្រើប្រាស់ឱសថ KEPRIP នេះគឺជាការផ្ដល់ជម្រើសថ្មីមួយសម្រាប់ក្រុមប្រជាជនដែលប្រឈមមុខដើម្បីជ្រើសរើសក្នុងការបង្ការខ្លួនពីការឆ្លងមេរោគអេដស៍ឲ្យកាន់តែមានប្រសិទ្ធភាពតាមក្រសួងសុខាភិបាលប្រទេសកម្ពុជាជាប្រទេសដំបូងគេនៅក្នុងតំបន់ដែលបានដាក់ឲ្យប្រើប្រាស់ KEPRIP នេះជាវិធីសាស្ត្រមួយនៃយុទ្ធសាស្ត្របង្ការមេរោគអេដស៍ដែលមានលក្ខណៈរួមបញ្ចូលគ្នានិងផ្ដល់ជម្រើសក្នុងការបង្ការយោងតាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ដែលបានចេញផ្សាយកាលពីថ្ងៃទី1ខែធ្នូឆ្នាំ2024បានបង្ហាញថានៅឆ្នាំ2023កម្ពុជាមានអ្នកឆ្លងមេរោគអេដស៍ថ្មីចំនួន 1200 នាក់ក្នុងនោះ 86% គឺនៅក្នុងចំណោមអ្នកឆ្លងថ្មីជាប្រភេទប្រជាជនគន្លឹះមួយវិញទៀតក្នុងចំណោមអ្នកឆ្លងថ្មីមាន 46% គឺជាបុរសរួមភេទជាមួយបុរសនិងមានអ្នកក្រុមបំលែងភេទរហូតដល់ 99% គិតសរុបត្រឹមឆ្នាំ2023នៅកម្ពុជាមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ 76,000 នាក់តាមរបាយការណ៍ដដែលអត្រាអ្នកឆ្លងថ្មីមានការថយចុះ 46% នៅក្នុងចំណោមប្រជាជនដែលមានវ័យពី15ទៅដល់49ឆ្នាំ